សារចំហជូនអ្នកជិតខាងខ្ញុំថៃខ្ញុំពិតជាមិនសរសើរមិនបានដែលថៃត្រូវបានពិភពលោកស្គាល់ថាជាប្រទេសសម្បូរល្បិចពេលនេះខ្ញុំកាន់តែភ្លឺភ្នែកនិងសូមសរសើររាល់ភាពប៉ិនប្រសប់ក្នុងការរៀបល្បិចកលពឹសពុលជាក់ស្ដែងថៃបានបង្កើតល្បិចថ្មីមួយទៀតគឺបើកតែបិទពោលគឺធ្វើជាបើកទ្វារតាមច្រកព្រំដែនតែមិនឲ្យមានការឆ្លងកាត់ជាធម្មតាជាប្រក្រតីជាទូទៅដោយកាលពីដើមសូមសរសើរចេះរកនឹកឃើញតែសូមពិចារណាមើលថាបើកតែទ្វារច្រកតែមិនឲ្យមនុស្សឆ្លងកាត់ជាសាធារណៈជាធម្មតាជាប្រក្រតីជាទូទៅដោយការមុនខ្លួនបិទដោយឯកតោភាគីនោះតើនេះជាចរិតមនុស្សអីឬជារ៉ូបូតខ្ញុំចាត់ទុកថាជាល្បិចស្មោកគ្រោកថ្មីរបស់ថៃដែលមិនចេះអៀនខ្លួនក្នុងស្ថានភាពត្រដោកខ្យល់រកកលនិងរលំដួលរដ្ឋាភិបាលដែលរងសម្ពាធជុំទិសពីមហាជនអាវលឿងយុវជនជាបញ្ញវន្តបណ្ដាបកនយោបាយនានាពិសេសពីយោធាដែលមើលឃើញថារដ្ឋាភិបាលថៃបច្ចុប្បន្នគ្មានសមត្ថភាពដឹកនាំគ្រប់គ្រងប្រទេសធ្វើឲ្យបាក់មុខមាត់នៅលើឆាកអន្តរជាតិនោះខ្ញុំជឿថាគ្មាននរណាម្នាក់គេមិនដឹងអំពីមហិច្ឆតាខុសតម្រាដែលថៃកំពុងលេងល្បិចថ្មីដោយចេតនាទុច្ចរិតនេះដោយធ្វើជាបើកទ្វារច្រកយ៉ាងកំសត់តែមិនឲ្យមានការឆ្លងកាត់ជាទូទៅដោយថតរូបភាពផ្សព្វផ្សាយតាមបណ្ដាញព័ត៌មានបំភាន់សាធារណមតិជាតិខ្លួននិងអន្តរជាតិដើម្បីទម្លាក់បន្ទុកមកខាងកម្ពុជាថាបិទច្រកព្រំដែនតែម្ខាងមិនបើកទៅវិញនោះអស់សំណោចរឿងបិទច្រកតាមទំនើងរបស់ខ្លួននេះទាំងប្រជាជនថៃខ្លួនឯងក៏បានដឹងនិងចូលរួមផ្សព្វផ្សាយយ៉ាងផុលផុសទាំងក្នុងនិងក្រៅប្រទេសទាំងខឹងសម្បារិះគន់ថ្កោលទោសតវ៉ាប្រឆាំងព្រោះតែខាតប្រយោជន៍យ៉ាងសម្បើមរបស់ប្រជាជនថៃហើយពិភពលោកទាំងមូលក៏បានដឹងនិងស្គាល់មារយាទថៃច្បាស់ជាងថ្ងៃទៅទៀតផងទង្វើថៃបែបនេះវាកាន់តែជាកំណត់ត្រាបញ្ចូលក្នុងសំណុំរឿងថ្កោលទោសនិងដាក់បន្ទុកផ្លូវច្បាប់លើថៃទៅវិញទេខ្ញុំនិយាយម្ដងទៀតបើថៃពិតជាមានសុចរិតភាពនិងសេចក្តីក្លាហានមែនមិនមែនត្រដកខ្យល់តាក់ទងតាមទូរស័ព្ទមកថ្នាក់ដឹកនាំកម្ពុជាស្នើឲ្យមានការជួបជជែកគ្នាឬចរចាដើម្បីបើកច្រកដែលខ្លួនបិទតែឯងនោះទេយល់លើសពីនេះបើថៃចិត្តសឿងជាកូនប្រុសជាប្រទេសស៊ីវិល័យដើរច្រាស់ទិសច្បាប់អន្តរជាតិចង់បើកច្រកទាំងអស់ជាផ្លូវការដូចដើមមែនវិញនោះថៃត្រូវចេញលិខិតប្រកាសនិរាករសេចក្តីសម្រេចមុនដើម្បីបើកចំហនិងឬថ្លែងជាសាធារណៈបញ្ជាក់ទឹកចិត្តស្មោះដល់ភាគីកម្ពុជានិងពិភពលោកឲ្យបានដឹងថាខ្លួនព្រមបើកច្រកដំណើរការដូចដើមទាំងស្រុងឡើងវិញដោយកុំបន្តអស់ក្រឡាឬរកកន្លែងចុះចតដើម្បីគេចវេះពីភាពអាម៉ាស់របស់ខ្លួនដែលពេលនេះខ្លួនភ្ញាក់ដឹងខ្លួនដូចខ្មោច7ថ្ងៃនោះសូមអ្នកជិតខាងកុំព្យាយាមទាញកម្ពុជាទៅជជែកឬចរចារឿងបើកអ្វីដែលកម្ពុជាជួយបាននឹងជួយតែសូមស្គាល់ថ្នាក់ដឹកនាំកម្ពុជាផងហ៊ានទេបើកទៅហ៊ានស៊ីហ៊ានសងកុំខ្លាចអន់ព្រោះលបាយនយោបាយវាអ្នកប្រើបែបនេះក្នុងកលៈទេសៈបងប្អូនកំពុងឆ្លក់ទឹកនឹងហ៊ានទទួលខុសហ៊ានទទួលត្រូវក្នុងនាមអ្នកនយោបាយដែលអួតថាមានវិជ្ជាជីវៈហើយចោទគេឯងថាគ្មានវិជ្ជាជីវៈនោះកែខ្លួនទៅក្រែងអាណត្តិក្រោយអាចមានសម្លេងក្នុងសភានឹងគេទៀតសូមបញ្ជាក់ឡើងវិញកុំបើកចំហតែទ្វារបង្ហាញរូបភាពបង្អួតបំភាន់ដោយស្មានតែអន្តរជាតិមិនដឹងជារួមកុំបើកចំហតែទ្វារតែបិទមិនឲ្យមានការចេញចូលឆ្លងកាត់ជាទូទៅជាធម្មតាជាប្រក្រតីដោយកាលពីដើមនោះនេះហៅថាបើកតែបិទក្នុងឧបាយកលពឹសពុលខុសពីសារធាតុជាមនុស្សស្មានតែពិភពលោកមិនស្គាល់ចរិតខ្លួនមែនទេសូម្បីតែក្មេងមតីក៏ស្គាល់មារយាទចចករបស់អស់លោកដែរឈប់បានឈប់ទៅកុំព្យាយាមបង្កើតប្រធានបទទប់កៅអីខ្លួនទប់មិនជាប់ទេធន់នឹងអីនោះខេមពពព័ត៌មានថ្មីគ្រប់វិនាទី